បុកឲ្យម៉ត់ដើម្បីយកទៅច្បល់ជាមួយនឹងតែគូបងប្អូនបងយើងមានសាច់គោកន្លងយើងហាន់ជាច្រើនយកសាច់គោខុយបងមានសាច់គោខុយហើយដាក់ចូលក្នុងចានមកហើយយើងដាក់ដាក់ពេលបងប្អូនជាបន្តគឺសុំដាក់គឺដាក់ពេញចងចាក់ពេញចងចូលហើយជាបន្តទៀតគឺដាក់ពីជេងបងប្អូនជេងដាក់តិចបានណាបងនេះទុកនេះទុកបុកទឹកក្នុងហើយជាបន្តគឺម្សៅស៊ុបបងប្អូនម្សៅស៊ុបហើយជាបន្តទៀតគឺស្ករត្នោតបងប្អូនស្ករត្នោតបាទស្ករត្នោតយើងធ្វើការប្រឡាក់សាច់គឺដើម្បីឲ្យមានរសជាតិឆ្ងាញ់បាទប៉ុណ្ណឹងចាក់ប៉ុណ្ណឹងបាទជាបន្តទៀតគឺយើងដាក់ទឹកត្រីបងប្អូនដាក់ទឹកត្រីចូលបន្តិចមកប៉ុណ្ណឹងណាយើងប្រឡាក់ត្រីគេប្រឡាក់សាច់ហើយយើងទៅការទៅជាមួយទឹកត្រីឬក៏ទឹកត្រីកោះបងប្អូនណាអញ្ចឹងយើងប្រឡាក់សាច់គឺធ្វើការប្រឡាក់សាច់បងប្អូនណាយើងប្រឡាក់សាច់ដើម្បីចូលជាតិស្ករគេទឹកត្រីហើយនឹងម្សៅស៊ុបពេញចងបងប្អូនប្រឡាក់វាដាក់ពី5នាទីដើម្បីឲ្យសាច់ចូលជាតិជាមួយគ្នាបានល្អជាងមុនសិនបងប្អូនបាទសាច់គោរបស់យើងមានរសជាតិឆ្ងាញ់បងប្អូនអញ្ចឹងយើងប្រឡាក់ទុកសិនហើយសម្រាប់ដើម្បីឲ្យសាច់គោរបស់យើងចូលជាតិជាមួយគ្នាបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនបាទសូមស្វាគមន៍មកកាន់ Channel ខុកវិសគុណទាំងអស់គ្នាបាទបងប្អូនបាទថ្ងៃនេះខុកវិសគុណសូមលើកយកមុខម្ហូបខ្មែរមួយមុខមកធ្វើក៏ដូចជាមកចំអិនដើម្បីជូនបងប្អូនទស្សនាក៏ដូចជារៀនសូត្រធ្វើតាមផងដែរបងប្អូនបាទមុខម្ហូបមួយនេះមានពេញនិយមណាស់គឺសម្រាប់ប្រជាជនកម្ពុជាយើងគឺម្ហូបនេះមានឈ្មោះថាគោជាមួយតកួនបងប្អូនគឺគោតកួនណាបងប្អូនអញ្ចឹងសូមបងប្អូនទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទតើគ្រឿងផ្សំនៃគោតកួននេះតើមានអ្វីខ្លះហើយរបៀបធ្វើគេធ្វើយ៉ាងម៉េចខ្លះមុននឹងដល់ដំណាក់កាលចំអិនបងប្អូនបាទអញ្ចឹងសូមអញ្ជើញទស្សនាទាំងអស់គ្នាបងប្អូនជាដំបូងគឺយើងទៅមើលគ្រឿងផ្សំទាំងអស់សិនបងប្អូនបាទទី1គឺសាច់គោបងប្អូនសាច់គោនេះគឺយើងយកតែសាច់គោល្អគឺសាច់គោដែលផុយបងប្អូនគឺខ្ញុំសាច់គោនេះគឺកន្លះគីឡូបងប្អូនបាទមានទំហំមានទម្ងន់កន្លះគីឡូហើយយើងយកមកហាន់ឲ្យស្ដើងអញ្ចឹងមកបងប្អូនបាទជាបន្តទៀតគឺតកួនណាបងប្អូនបាទតកួននេះគឺខ្ញុំយកតកួនស្រួយយកមកចិតឬក៏មកសក់ជាសរសៃស្ដើងតូចប៉ុន្តែដល់ពេលយើងយកមកត្រាំទឹកលាងទឹកទៅវាទៅជារីកហ្នឹងបងប្អូនបាទតកួនពេលត្រូវទឹកគឺកាន់តែរីកបងប្អូនបាទហើយគ្រឿងផ្សំបន្តនេះគឺជាទឹកតៅហ៊ូបងប្អូនណាទឹកតៅហ៊ូនេះគឺតៅហ៊ូនេះគឺយើងសម្រាប់ធ្វើទឹកជ្រលក់តៅហ៊ូសម្រាប់ជ្រលក់មួយសាច់គោតកួនរបស់យើងបងប្អូនបាទជាបន្ទាប់គឺក្រូចឆ្មាបងប្អូនគឺសម្រាប់យើងបុកទឹកត្រីកោះកុងឬក៏បុកទឹកតៅហ៊ូទឹកជ្រលក់តៅហ៊ូហ្នឹងឯងបងប្អូនដើម្បីជ្រលក់សាច់គោតកួនរបស់យើងបងប្អូនបាទហើយខាងនេះគឺជាទឹកត្រីកោះកុងដែលមានស្រាប់គឺខ្ញុំបុកទុករួចហើយដាក់ក្នុងទូទឹកកកបងប្អូនបាទអញ្ចឹងអត់បាច់ចាំបុកទៀតទេអញ្ចឹងយើងសាច់គោតកួននេះយើងអាចញ៉ាំជាមួយទឹកត្រីកោះកុងក៏បានញ៉ាំជាមួយទឹកតៅហ៊ូក៏បានបងប្អូនបាទនេះជាស្ករត្នោតបងប្អូនស្ករត្នោតសម្រាប់យើងធ្វើការប្រឡាក់សាច់ជាមួយសាច់គោបងប្អូនបាទប្រេងខ្យងប្រេងខ្យងសម្រាប់ប្រឡាក់សាច់ផងដែរបងប្អូនបាទម្សៅស៊ុបបងប្អូនម្សៅស៊ុបក៏សម្រាប់ប្រឡាក់សាច់ដែរស្ករសនេះគឺសម្រាប់ធ្វើទឹកតៅហ៊ូទឹកជ្រលក់តៅហ៊ូហើយនេះប៊ីចេងក៏សម្រាប់ប្រឡាក់សាច់ហើយនឹងសម្រាប់ធ្វើទឹកតៅហ៊ូឬក៏យើងអាចយកទៅបុកទឹកត្រីកោះកុងអីចឹងទៅបងប្អូនបាទជាបន្តគឺទឹកត្រីបងប្អូនបាទទឹកត្រីគឺយើងសម្រាប់ប្រឡាក់សាច់ផងដែរក៏យើងអាចដាក់លាយជាមួយទឹកតៅហ៊ូទឹកជ្រលក់តៅហ៊ូផងដែរបងប្អូនបាទហើយនេះគឺជាទឹកដោះគោខាប់បងប្អូនទឹកដោះគោខាប់គឺយើងសម្រាប់ត្រៀមសម្រាប់ធ្វើទឹកជ្រលក់តៅហ៊ូបាទជាបន្ទាប់គឺខ្ទឹមសហើយនឹងម្ទេសសម្រាប់បុកធ្វើទឹកជ្រលក់តៅហ៊ូឬក៏ទឹកត្រីកោះកុងអីហ្នឹងបងប្អូនបាទតើឥឡូវបងប្អូនមុននឹងចូលដល់ចំអិនសាច់គោតកួនឥឡូវនេះយើងមកធ្វើការប្រឡាក់សាច់គោជាមុនសិនបងប្អូនបាទជាដំបូងយើងមានសាច់គោកន្លះគីឡូយើងហាន់ជាចំណិតស្ដើងយកសាច់គោផុយបងប្អូនគឺសាច់គោដែលផុយល្អចាក់ចូលក្នុងចានមកហើយយើងចាប់ដើមផ្សំគ្រឿងបងប្អូនបាទជាបន្តគឺសូមដាក់ប្រេងខ្យងចាក់ប្រេងខ្យងចូលហើយជាបន្តទៀតគឺដាក់ប៊ីចេងបងប្អូនប៊ីចេងដាក់បន្តិចបានណាបាទប៉ុណ្ណេះចាទុកអានេះយើងទុកបុកទឹកតៅហ៊ូផងដែរបងប្អូនបាទហើយជាបន្តគឺម្សៅស៊ុបបងប្អូនបាទម្សៅស៊ុបហើយជាបន្តទៀតគឺស្ករត្នោតបងប្អូនបាទស្ករត្នោតស្ករត្នោតនេះយើងធ្វើការប្រឡាក់សាច់បាទគឺដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់បាទប៉ុណ្ណឹងចាស់ដាក់ប៉ុណ្ណឹងបាទជាបន្តទៀតគឺយើងដាក់ទឹកត្រីបងប្អូនបាទចាក់ទឹកត្រីចូលបន្តិចមកបាទប៉ុណ្ណឹងបានណាយើងកុំប្រឡាក់ប្រៃពេកយើងប្រឡាក់សាបបានហើយព្រោះយើងត្រូវការជ្រលក់ជាមួយទឹកតៅហ៊ូឬក៏ទឹកត្រីកោះកុងបងប្អូនបាទ
ចឹងយើងប្រឡក់សាច់សិនយើងធ្វើការប្រឡក់សាច់សិនណាបងប្អូនបាទយើងប្រឡក់សាច់ដើម្បីឲ្យចូលជាតិស្ករអំបិលស្ករប៊ីចេងទឹកត្រីហើយនឹងម្សៅស៊ុបប្រេងខ្យងមកបងប្អូនប្រឡក់ទុកវារយៈពេល15នាទីដើម្បីឲ្យសាច់គោនេះចូលជាតិជាមួយគ្រឿងឲ្យបានល្អជាមុនសិនបងប្អូនណាបានសាច់គោតកួនរបស់យើងមានរសជាតិឆ្ងាញ់បងប្អូនអញ្ចឹងយើងប្រឡាក់ទុកសិនហើយយើងច្បាច់ដើម្បីឲ្យសាច់គោរបស់យើងចូលជាតិជាមួយគ្រឿងទាំងអស់មកទៅក្រោយមកយើងទៅធ្វើទឹកជ្រលក់បាយហ៊ូបងប្អូនណាបាទយើងឃើញថាយើងច្បាច់ចឹងមកចូលជាតិបានល្អហើយឥឡូវនេះយើងទុកបន្ថែមសិនទៅទុករយៈពេល15នាទីសិនបងប្អូនបាទឥឡូវបងប្អូនយើងចាប់ផ្ដើមមកធ្វើទឹកជ្រលក់តែហ៊ូរបស់យើងនេះបងប្អូនជាដំបូងយើងដាក់ម្ទេសចូលម្ទេសនេះបងប្អូនចូលចិត្តហឹលដាក់ឲ្យច្រើនបងប្អូនបាទបើខ្ញុំអត់សូវចេះហឹលទេដាក់តែ2ផ្លែបានហើយឥឡូវយើងដាក់ខ្ទឹមសចូលណាហើយយើងចាប់តាមបុកឲ្យម៉ត់ដើម្បីយកទៅច្បងជាមួយនឹងតែហ៊ូបងប្អូនបាទបងប្អូនឥឡូវយើងបុកខ្ទឹមជាមួយនឹងម្ទេសឃើញថាបានម៉ត់ហើយបងប្អូនបាទអញ្ចឹងយើងអាចយកទៅធ្វើទឹកតៅហ៊ូបានហើយបាទទឹកជ្រលក់តៅហ៊ូអញ្ចឹងយើងចាប់ផ្ដើមបាមកដើម្បីយកទៅធ្វើទឹកជ្រលក់តៅហ៊ូបងប្អូនបាទដាក់ចានណាឥឡូវយើងចាប់ផ្ដើមយកម្ទេសបុកជាមួយខ្ទឹមសមកច្បល់ជាមួយតៅហ៊ូនេះឲ្យម៉ត់ចូលគ្នាបងប្អូនបាទជាម៉ត់ចូលគ្នាបានល្អសិនបាទចាំយើងធ្វើការដាក់គ្រឿងថែមថយគ្រឿងបន្តទៀតបងប្អូនបាទយើងយកមកព្រាយកមកប៉នឲ្យម៉ត់ចឹងមកវាជាមួយខ្ទឹមមកពេលយើងបុកបានបុកមិញហ្នឹងបងប្អូនបាទបាទយើងឃើញថាបានម៉ត់ល្អហើយណាបានម៉ត់ល្អយើងចាប់ដើមដាក់គ្រឿងចូលតែម្ដងបងប្អូនបាទតៅហ៊ូនេះមានរសជាតិប្រៃតិចហើយចឹងយើងថែមទឹកត្រីបន្តិចតែបងប្អូនបាទធ្វើការថែមទឹកត្រីបន្តិចទៅតមកយើងធ្វើការដាក់មីចេងបងប្អូនបាទចេងចូលបាទហើយស្ករសបងប្អូនដាក់ចូលបន្តិចទៅបាទព្រមផ្អែមពេកព្រោះយើងប្រើទឹកដោះគោទៀតទេបងប្អូនបាទដោះគោខាប់ទៀតទេបងប្អូននេះដាក់ស្ករសបន្តិចហើយយើងប្រើដោះគោខាប់បន្តិចទៅប៉ុណ្ណឹងមកបានហើយបងប្អូនបាទហើយយើងធ្វើការច្របាច់ក្រូចឆ្មាចូលបងប្អូននេះបាច់ក្រូចឆ្មាចូលដាក់3ចំណិតដើម្បីឲ្យវារាងជូរបន្តិចបងប្អូនបាទ3ចំណិតដើម្បីឲ្យវាជូរបន្តិចចឹងយើងធ្វើការកូរទៅកូរឲ្យចូលជាតិគ្នាបានល្អហើយយើងភ្លក់មើលសាបប្រៃជូរផ្អែមហឹលអីល្មមអានេះវាទៅតាមយើងម្នាក់ទេបើយើងចូលចិត្តហឹលចូលចិត្តផ្អែមជូរខ្លាំងអីដាក់បន្ថែមក្រូចឆ្មាអីទៀតទៅឬក៏ស្ករឬក៏ដោះគោឲ្យថែមតិចទៀតទៅបងប្អូនបាទអញ្ចឹងទឹកតៅហ៊ូរបស់យើងគឺបានសម្រាប់ហើយគឺយើងធ្វើបានឆ្ងាញ់ល្អហើយបាទរសជាតិវាហឹលជូរផ្អែមតិចបាទតំណងហ្នឹងបងប្អូនបាទឆ្ងាញ់បាទអញ្ចឹងទឹកជ្រលក់របស់យើងមានពីរមុខគឺទឹកតៅហ៊ូនិងទឹកត្រីកោះកុងបងប្អូនបាទនេះទឹកត្រីកោះកុងបាទអូខេឥឡូវយើងចាប់ដើមចម្អិនសាច់គោតកួនរបស់យើងវិញម្ដងតើឥឡូវបងប្អូនយើងមកចម្អិនសាច់គោតកួនរបស់យើងបាទនេះជាដំបូងជាប្រេងឆាបងប្អូនយើងដាក់ប្រេងឆាដាក់យើងប្រើប្រេងឆាក៏បានយើងប្រើប៊ឺក៏បានបងប្អូនតែខ្ញុំអត់ប្រើប៊ឺទេខ្ញុំប្រើប្រេងឆាបងប្អូនបាទយើងចាប់ផ្ដើមចម្អិនដំបូងយើងដាក់ចាំមកបងប្អូនបាទដាក់ប្រេងឆាឲ្យក្តៅជាមួយនឹងឆ្នាំងខ្ទះរបស់យើងនេះបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់សាច់គោចូលបងប្អូនបាទដាក់សាច់គោចូលចាំប៉ុណ្ណឹងណាបាទយើងចម្អិនចឹងមកបាទហើយយើងចាប់ផ្ដើមដាក់តកួនបងប្អូនដាក់តកួនរងនេះបងប្អូនតកួនយើងដាក់មួយខាងណាបងប្អូនបាទតកួនដាក់មួយខាងណាបាទតកួនយើងដាក់មួយខាងយើងចាប់ដាក់មកមួយខាងចឹងមកបងប្អូនបាទអូខេចឹងមកបងប្អូនបាទហើយយើងចាប់ផ្ដើមកូរវាឲ្យសាច់នេះឆ្អិនល្អទៅបាទហើយចាំយើងយកទៅញ៉ាំបងប្អូនបាទកូរឲ្យល្អហើយតកួនហ្នឹងក៏យើងត្រូវចម្អិនឲ្យបានឆ្អិនដូចគ្នាដែរតកួនយើងមិនបាច់ឆ្អិនល្អពេកទេប៉ាល្មមព្រោះតកួនយើងញ៉ាំឆៅក៏បានដែរប៉ុន្តែយើងដាក់លាយជាមួយសាច់គោយើងអញ្ចឹងមកបាទអញ្ចឹងទៅក៏ធ្វើឲ្យយើងកាន់តែមានរសជាតិឆ្ងាញ់បងប្អូនបាទឆ្អិនល្អជាមួយនឹងសាច់គោយើងអញ្ចឹងណាបាទឥឡូវយើងគ្របសិនដើម្បីឲ្យសាច់គោយើងឆ្អិនតិចសិនចាំបន្តមើលបន្តទៀតបងប្អូនបាទ
ឃើញតែឆ្អិនបានល្អកុំឲ្យឆ្អិនពេកតែសាច់គោតែយើងឆ្អិនពេកវាទៅជាស្វិតវាលែងឆ្ងាញ់ហ្នឹងបាទហើយយើងនេះតពួនក៏ច្របល់លាយជាមួយតពួនមួយសាច់គោមួយអីកាន់តែឆ្ងាញ់បងប្អូនចូលចិត្តគ្នាបានល្អអញ្ចឹងយើងចាប់ផ្ដើមយកទៅញ៉ាំគឺជ្រលក់ជាមួយទឹកជ្រលក់របស់យើងបងប្អូនបាទឥឡូវយើងស្រោចទឹកតៅហ៊ូបងប្អូននេះស្រោចទឹកតៅហ៊ូចឹងមកយើងមានទឹកត្រីកោះកុងមួយមុខហើយទឹកតៅហ៊ូមួយមុខបាទអញ្ចឹងយើងញ៉ាំជាមួយតពួនណាបាទនេះរសជាតិឆ្ងាញ់បងប្អូនអើយឆ្ងាញ់ពិតជាឆ្ងាញ់អញ្ចឹងបងប្អូនតែចង់ចេះធ្វើសូមមើលការធ្វើរបស់ខ្ញុំពិតជាឆ្ងាញ់ម្ហូបមួយមុខនេះគឺយើងទទួលបាននៅរសជាតិកាន់ឆ្ងាញ់មែនតើបងប្អូនបាទយើងញ៉ាំមួយតពួនណាបងប្អូនហ្នឹងវាឆ្ងាញ់ណាស់បងប្អូនហើយតើឥឡូវបងប្អូនយើងមកចាប់សាច់គោតពួនរបស់យើងដាក់ចានបងប្អូនបាទដើម្បីយើងធ្វើការញ៉ាំបាយបងប្អូនហើយកំពុងតែពុះល្អបងប្អូនណាឆ្អិនល្អហើយសាច់កុំឲ្យឆ្អិនពេកសាច់នេះឆ្អិនល្មមគឺយើងទៅពីទៅអត់ស្វិតទេបាទគឺឆ្ងាញ់តពួនរបស់យើងក៏ឃើញថាចូលចិត្តល្អជាមួយនឹងសាច់គោរបស់យើងដែរបងប្អូនបាទអូខេបាទឥឡូវយើងធ្វើការដាក់ទឹកជ្រលក់លាយបងប្អូនបាទហើយយើងញ៉ាំអញ្ចឹងឬក៏យើងចាប់យកទៅញ៉ាំចាប់ទៅយកទៅជ្រលក់មួយទឹកជ្រលក់ក៏បានដែរបាទហើយយើងយកទឹកជ្រលក់មកស្រោចពីលើអញ្ចឹងក៏បានដែរបងប្អូនបាទពុកម៉ែបងប្អូនបាទមុខម្ហូបដែលមានឈ្មោះថាសាច់គោតកួនបាទគឺការចម្អិនរបស់ខ្ញុំបាទគឺដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងបងប្អូនចង់ចេះធ្វើសូមមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទពីរបៀបធ្វើបាទពីរបៀបផ្សំគ្រឿងបាទគឺមានអ្វីខ្លះបងប្អូនមើលទៅតាមបងប្អូនមើលទៅតាមដែលខ្ញុំធ្វើហ្នឹងគឺពិតជាទទួលបាននៅរសជាតិពិតជាឆ្ងាញ់បងប្អូនបាទហើយបាទអញ្ចឹងការធ្វើមុខម្ហូបមួយមុខដែលមានឈ្មោះថាសាច់គោតកួនរបស់ខ្ញុំបាននៅពេលនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងសូមបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបាននូវមុខម្ហូបថ្មីជាបន្តទៀតបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាហើយសន្យាជួបបងប្អូននៅវីដេអូនៃម្ហូបថ្មីជាបន្តទៀតបាទអរគុណ